អ្វីដែលជាដំណឹងល្អនេះគឺអញ្ចេះខ្ញុំមានផលវាសនាមែនតើដែលបានស្គាល់ដៃគូអង្គការមួយឈ្មោះថាអង្គការគេហៅជាអក្សរកាត់ថា CFN បាទ CS មកពីពាក្យថា SEAFN បាទគឺ Southeast Asian Freedom Network បាទគឺជាបណ្ដាញសេរីភាពអង្គការបណ្ដាញសេរីភាពជនជាតិអាស៊ីអាគ្នេយ៍របស់យើងហើយអង្គការនេះមែនតើទៅអ្វីដែលគួរឲ្យខ្ញុំរំភើបគឺប្រធានអង្គការនេះគឺជាខ្មែរបាទគឺជាខ្មែរកូនខ្មែរដែលអាយុប្រហែលខ្ញុំដែរបងអូនខ្ញុំ2ឆ្នាំហើយគាត់គឺជាអ្នកដែលឆ្នាំណាស្ត្រីខ្មែរដល់ឆ្នាំស្ត្រីខ្មែរអាមេរិកបាទតាមពិតទៅគាត់ចេះភាសាខ្មែរក៏ស្ទាត់ជំនាញភាសាអង់គ្លេសគាត់ក៏ប្រកែហើយខ្ញុំជឿថារឿងនេះឯងដែលខ្ញុំមានសង្ឃឹមខ្លាំងនៅលើអង្គការមួយនេះដែលអាចជួយធីរីបាននៅក្នុងន័យថាជួយដោះស្រាយរឿងសពបែបយ៉ាងចឹងបាទសូមជម្រាបជូនទៅម្ដាយរបស់ធីរីបងអូនស្រីរបស់ធីរីនិងចដូនមួយរបស់ធីរីនៅកូរ៉េផងថាថ្ងៃមិញនេះគឺថ្ងៃសុក្រម៉ោងប្រហែលជា12ថ្ងៃត្រង់នេះខ្ញុំក៏បានជួបជាមួយគាត់ហើយនឹងក្រុមបណ្ដាញអង្គការរបស់គាត់មកកណោទៀតនៅក្នុងប្រព័ន្ធជួបគ្នាតាមវីដេអូ Skype ហ្នឹងក៏យើងបានជជែកគ្នាស៊ីជម្រៅមែនតើតាក់ទងនឹងរឿងរ៉ាវរបស់ធីរីហើយពួកគេចាប់អារម្មណ៍នឹងចង់ជួយបងប្អូនអ្វីដែលខ្ញុំរំភើបគឺម្ចាស់អង្គការតាបណ្ដាញសេរីភាពអាស៊ីអាគ្នេយ៍ជនជាតិអាស៊ីអាគ្នេយ៍របស់យើងដែលយើងហៅកាត់ថា CFN នេះគឺគាត់ជាអង្គការដែលដឹកនាំដោយខ្មែរហើយមានបេះដូងចង់ជួយខ្មែរយើងមែនតើហើយអង្គការនេះគោលដៅរបស់គាត់គឺជួយជនអន្តោប្រវេសន៍យើងនេះអញ្ចឹងធីរីនឹងក៏ជាជនអន្តោប្រវេសន៍មួយរូបដែរដែលកំពុងតែជួបបញ្ហាមួយដែលយើងដឹងហើយដែលរឿងរ៉ាវដែលខ្ញុំបានជម្រាបដូច្នេះគាត់ក៏មានបណ្ដាញរបស់គាត់ដល់ទៅ7អង្គការធំទៀតដែលនៅក្នុងទូទាំងសហរដ្ឋអាមេរិកហើយកំពុងតែតាក់ទងមនុស្សនៅឯរដ្ឋ Tennesseeហើយបើមានឱកាសគាត់បានជម្រាបខ្ញុំថាគាត់នឹងធ្វើដំណើរពីបូរីញូវយ៉កព្រោះអង្គការនេះមានមូលដ្ឋាននៅឯទីក្រុងញូវយ៉កសហរដ្ឋអាមេរិកហើយគាត់ថានឹងអាចធ្វើដំណើរចុះទៅទីក្រុង Nashville រដ្ឋ Tennessee ឬក៏ Clarksville តែម្ដងដើម្បីរកវិធីចូលជួបធីរីក្នុងការផ្ដល់ប្រឹក្សាទាំងផ្នែកច្បាប់ទាំងប្រាប់អំពីដំណើរដើមតងហ្នឹងហើយនឹងវិធីដែលអាចជួយគាត់បានខ្ញុំថានេះគឺជារឿងមួយដែលពិបាករដែរហើយក្នុងរយៈពេលដ៏ខ្លីនេះខ្ញុំមានភ័ព្វវាសនាដែលបានជួបពួកគាត់ហើយឥឡូវនេះខ្ញុំជឿថាយើងមកដល់ពេលនេះគឺមានភាពកក់ក្ដៅបន្តិចដែរកក់ក្ដៅហ្នឹងគឺត្រង់ន័យថាពួកគាត់គឺជាអង្គការអាជីពហើយបើកតាំងពីឆ្នាំ2001មកម្លេះបងប្អូនដូច្នេះ24ឆ្នាំហើយដែលអង្គការនេះបើកដំណើរការហើយល្បីល្បាញបាទល្បីល្បាញទូទាំងសហរដ្ឋអាមេរិកដែរតើតើនៅក្នុងការជួយជាពិសេសដូចជាជួយទប់គោលនយោបាយរបស់សហរដ្ឋអាមេរិកនៅក្នុងការបញ្ជូនខ្មែរយើងដែលប្រព្រឹត្តបទអក្រិតហើយជាប់គុកគ្រប់ឆ្នាំហើយចេញពីពន្ធនាគារស្រាប់តែគេបញ្ជូនខ្លួនឲ្យទៅនៅស្រុកខ្មែរទាំងមនុស្សនោះអត់ដែលនៅស្រុកខ្មែរតាំងពីដើមមកកើតនៅជំរំភៀសខ្លួនមកដល់នៅសហរដ្ឋអាមេរិករួចទៅស្រាប់តែប្រព្រឹត្តបទអក្រិតអីមួយទៅឲ្យមាន green card អត់ទាន់មានសញ្ជាតិវាត្រូវនឹងច្បាប់របស់គោលនយោបាយអាមេរិកដែលមានជាមួយនឹងរដ្ឋាភិបាលខ្មែរហើយរដ្ឋាភិបាលខ្មែរចុះកិច្ចព្រមព្រៀងជាមួយសហរដ្ឋអាមេរិកទៅរួចដែរខ្ញុំពងតែឆ្ងល់យើងចុះកិច្ចព្រមព្រៀងទទួលយកគ្នានេះដូចគ្នាពីសហរដ្ឋអាមេរិកនេះយកទៅខ្មែរវិញទាំងគ្នាជាប់ពន្ធនាគារគ្រប់កំណត់អីហ្នឹងចុះបើជាប់ពន្ធនាគារគ្រប់កំណត់បានន័យថាជាជាប់ទោសអស់ហើយអីបានជាចេញពីពន្ធនាគារបញ្ជូនគ្នាទៅស្រុកខ្មែរច្បាប់នេះគឺគោលនយោបាយនេះគឺកម្ពុជាបានទៅចុះកិច្ចសន្យាជាមួយសហរដ្ឋអាមេរិកហើយទទួលដៃ10ទៀតបានន័យថាអានេះហើយដែលធ្វើឲ្យអង្គការរបស់ស្ត្រីខ្មែរដែលខ្ញុំជម្រាបមិញហ្នឹងគឺតតាំងខ្លាំងមែនទែនដើម្បីជួយយ៉ាងម៉េចទប់កុំឲ្យគេយកទៅបំបបបងចោលបើសិនបងប្អូនក្រុមគ្រួសារអត់មានទាំងអស់បានន័យថាមានប្រពន្ធមានកូនអីនៅសហរដ្ឋអាមេរិកបងប្អូនអីនៅនេះទាំងអស់ធំដឹងក្តីនៅនេះទាំងអស់និយាយថាអត់ដែរស្គាល់ស្រុកខ្មែរផងហើយដល់ពេលឲ្យទៅនៅស្រុកខ្មែរមានមនុស្សមួយចំនួនស្លាប់ខ្លួនណាបងប្អូនដោយសារតែយើងអត់ដើរទៅនៅសោះហើយទៅនៅណាប៉ុន្តែខ្ញុំជឿថាគោលនយោបាយនេះមែនតើក៏ដើម្បីសុវត្ថិភាពសន្តិសុខរបស់សហរដ្ឋអាមេរិកហើយជាការកំឡាដល់ក៏ថាឲ្យអ្នកដែលប្រព្រឹត្តបទល្មើសនឹងចេះញញើតតែបងប្អូនវាបានប្រសិទ្ធភាពច្រើនដែរយើងឃើញបទអក្រិតធ្ងន់ប្លន់សម្រាប់មនុស្សឬក៏អីហ្នឹងគឺថយចុះរៀងច្រើនដែរក្នុងចំណោមជនជាតិអាស៊ីតាំងតែពីមានអាគោលនយោបាយតាំងហ្នឹងមកដែរទៅចូលក្នុងប្រវត្តិអាក្រក់ហ្នឹងអាចនឹងប្រឈមនឹងការបញ្ជូនទៅស្រុកខ្មែរវិញអីអញ្ចឹងណាអញ្ចឹងអានេះក៏ជាឱកាសបងប្អូនចូលសញ្ជាតិឲ្យបានឆាប់ប៉ុន្តែយ៉ាងណាបើបងប្អូនមានបញ្ហានេះតើតអង្គការឈ្មោះ CFN នេះរបស់ប្រធានដែលជាខ្មែរយើងខ្មែរអាមេរិកនេះគឺពួកគាត់តស៊ូមតិរឿងនេះឥឡូវគាត់ចាប់ផ្ដើមជួយតស៊ូមតិតតងរឿងធីរីខ្ញុំនឹងជម្រាបបងប្អូនទៅវិញថាតើគាត់តស៊ូមតិមិនដើម្បីធីរីហ្នឹង
តាមពិតអង្គការគាត់មានបណ្ដាញច្រើនមែនតើបណ្ដាញរបស់គាត់អាចជួយផ្ដល់ប្រឹក្សាយោបល់ផ្លូវចិត្តផ្ដល់រកសេវាបកប្រែឬក៏មេធាវីដើម្បីដោះស្រាយបញ្ហាហើយមេធាវីហ្នឹងគឺគាត់មានបណ្ដាញរបស់គាត់ចំគាត់អាចនឹងតាក់ទងមេធាវីនៅរដ្ឋ Tennessee ថាតើបណ្ដាញការងាររបស់គាត់អាចនឹងរកមេធាវីបានដើម្បីជួយធារីឬក៏យ៉ាងណាខ្ញុំមានសុតិធិនិយមយ៉ាងខ្លាំងថាពួកគាត់នឹងអាចជួយបានប៉ុន្តែដំបូងនេះគឺយើងរកលទ្ធភាពរកមេធាវីដោយអត់អស់ប្រាក់សិនបងប្អូនណាម្ដងទៀតរកមេធាវីដែលអត់អស់ប្រាក់អញ្ចឹងដំណើររកមេធាវីនេះកំពុងតែចាប់ផ្ដើមហើយមានរឿងពីរដែលកំពុងកើតឡើងនៅពេលនេះទី1គឺដំណើរស្វែងរកមេធាវីដើម្បីថតតាំងក្តីនៅសាលាឧទ្ធរទី2គឺយុទ្ធនាការដើម្បីធ្វើយ៉ាងណាឲ្យធារីបានដឹងថានៅសហគមន៍ខ្មែរនៅខាងក្រៅប្រទេសគេជួយគាត់បានន័យថាគេមានសមានចិត្តចង់ជួយឲ្យគាត់យ៉ាងហោចណាស់ក៏មានក្តីសង្ឃឹមថាទោះជារឿងក្តីនឹងវាប្រព្រឹត្តទៅយ៉ាងដូចម្ដេចយ៉ាងណាក៏ដោយប៉ុន្តែកុំឲ្យគិតថាគាត់នៅម្នាក់ឯងដោយកាលគាត់មុនជាប់ពន្ធនាគារដែលកំព្រាឬក៏ឯការហូតដល់កើតជំងឺតបប្រមល់ឬក៏បាក់ទឹកចិត្តដល់ធ្ងន់ធ្ងរណាអញ្ចឹងបានន័យថាអង្គការទាំងអស់នេះមិនត្រឹមតែរកសេវាផ្លូវច្បាប់ឲ្យជួយទេគឺរកសេវាផ្លូវចិត្តជួយពួកគាត់ឲ្យបងប្អូនទាំងអស់គ្នាសូមតិចទៀតខ្ញុំនឹងបង្ហាញមុខប្រធានអង្គការនឹងហើយនឹងបានជួបផ្ទាល់ជាមួយបងប្អូនថាគាត់ធ្វើកិច្ចការអីគាត់អាចជួយអីបានហើយនឹងអាចនឹងពេលណាមួយគឺខ្ញុំនឹងភ្ជាប់ទំនាក់ទំនងគាត់ឲ្យជួបម្ដាយរបស់ធីរីនិងបងប្អូនគាត់ដោយផ្ទាល់ទៀតផងព្រោះគាត់ចង់ជួបខ្ញុំនឹងអនុញ្ញាតឲ្យពួកគាត់ជួបតាមការគួរព្រោះពួកគាត់ពិតជាចង់ជួយមែនហើយខ្ញុំចង់និយាយថាចង់ឲ្យគាត់ឡើងមកបង្ហាញខ្លួនហ្នឹងគឺចង់ប្រាប់ថាអញ្ចេះសំណុំរឿងធីរីមិនមែនជាសំណុំរឿងតែរឿងឃាតកម្មនឹងមួយរឿងបញ្ហាផ្លូវចិត្តមួយទេគឺជាការបើកទំព័រអំពីការរៀនសូត្រអំពីបទពិសោធន៍អ្វីខ្លះដែលយើងជាខ្មែរជាជនអន្តោប្រវេសន៍រៀនសូត្របានពីសំណុំរឿងនេះហើយយើងធ្វើយ៉ាងម៉េចដើម្បីចងក្រងជាបណ្ដាញជួយគ្នាមានរឿងអីក៏ដោយយើងអាចទប់ស្កាត់មុនកុំឲ្យរឿងនឹងកើតឡើងណាយើងការពារប្រសើរជាងព្យាបាលបងប្អូនកុំចាំតតែរឿងហ្នឹងវារហូតដល់យឺតពេលហើយឥឡូវយឺតពេលបែបនេះយើងឃើញលំបាកបើទោះបីជារឿងក្តីនេះការពារក្តីចុងក្រោយធីរីបានទទួលតុលាការបទូបថយទោសគាត់ចោះខ្ញុំបន់ស្រន់ថាឲ្យគាត់បទូបថយទោសពីមួយជីវិតហ្នឹងមកនៅប្រហែលឆ្នាំខ្ញុំអត់ដឹងប៉ុន្តែមិនមួយជីវិតចោះតើសុធនរស់វិញបានទេអត់ទេតើគ្រួសារនេះអាចនឹងមានសភាពដើមបានវិញទេអត់ទេគឺអាភាពប្រឆាអាភាពបាក់ស្បាតអាបញ្ហានៅក្នុងជីវិតហ្នឹងគឺវាបានដូចចានដែលបែកខ្ចាយទៅហើយយើងយកមកផ្គុំគ្នាវិញគឺវានៅស្នាមប្រេះស្រាំគ្រប់កន្លែងតើយើងមុននឹងយើងកុំឲ្យវាបែកបានទេចានហ្នឹងយើងដឹងយើងបានបើសិនជាយើងមានវិធានការជួយគ្នាយើងដឹងរឿងយើងមានបណ្ដាញយើងមានអង្គការយើងមានសមាគមហើយយើងរត់រគ្នាយើងរកធនធាននឹងឲ្យបានទៅយើងអាចទប់ស្កាត់រឿងបានច្រើនណាស់បងប្អូនអញ្ចឹងបានថាអ្វីដែលខ្ញុំប្រឹងប្រែងនៅក្នុងទីនេះគឺមិនមែនដើម្បីតែយុត្តិធម៌ផ្នែកព្រហ្មទណ្ឌតែម្យ៉ាងទេគឺយុត្តិធម៌ផ្នែកសង្គមផងមួយទៀតគឺតកតងនឹងសេវាផ្លូវចិត្តសេវាសុខភាពការយកចិត្តទុកដាក់បងប្អូនខ្មែរយើងដែលមកថ្មីមកសហរដ្ឋអាមេរិកហើយមិនដឹងទៅពឹងពាក់អ្នកណាហើយបងប្អូនមួយចំនួនហ្នឹងគឺទៅឆ្ងាយណាស់ដោយសារតែឱកាសការងារដោយសារតែនៅសហគមន៍ខ្មែរហ្នឹងរកការងារមិនបានអីសម្បូរបែបចឹងគាត់រសាត់ខ្លួននឹងឆ្ងាយមែនតើរហូតទៅនិយាយពីរឿងធីរីបន្តទៀតតើយើងធ្វើអីគេទៀតឥឡូវហ្នឹងគាត់កំពុងតែនិយាយថានឹងចុះទៅ Nashville ឬក៏ Clarksville ទៅតាក់ទងបងប្អូនសហគមន៍ខ្មែរនៅទីនោះដើម្បីផ្សារភ្ជាប់ទំនាក់ទំនងទៅធីរីឥឡូវគាត់កំពុងតែចង់តាក់ទងធីរីមែនតើហើយខ្ញុំក៏បានជម្រាបទៅពួកគាត់វិញដែរកុំថាតែគាត់ពិបាកតាក់ទងសូម្បីតែម្ដាយសូម្បីបងប្អូនស្រីបង្កើតសប្ងាយនេះក៏មិនទាន់អាចភ្ជាប់ទំនាក់ទំនងជាមួយធីរីបានដោយកាលពីគាត់នៅពន្ធនាគារមុននៅឡើយទេព្រោះដោយសារអីគេបញ្ជូនគាត់ទៅពន្ធនាគារមួយនៅឯ Nashville ដែលឈ្មោះថាពន្ធនាគារ Debra Johnson Rehabilitation បានន័យថាមជ្ឈមណ្ឌលស្ដារនីតិសម្បទា Debra Johnson នៅក្នុងទីក្រុង Nashville ដែលដាក់សម្រាប់តែឃុំខ្លួនអ្នកទោសជាស្ត្រីទេហើយដោយសារតែគាត់រើចេញពីកន្លែងចាស់ទៅកន្លែងថ្មីនេះគឺការតាក់ទងគ្នាទូរស័ព្ទត្រូវដាក់យ៉ាងម៉េចហ្នឹងក៏ពិបាកហើយបងប្អូនខ្ញុំរំភើបមួយទៀតមានបងប្អូនយើងជា fan របស់ខ្ញុំដែលស្ដាប់ឮសំឡេងខ្ញុំហើយជាពិសេសស្រីហាក់បីដូចជាមានមនោសញ្ចេតនាស្គាល់ចិត្តស្រីគ្នាឯងណាហើយខ្ញុំសូមអរគុណបងប្អូនមែនតើសរសេរសារមកប្រាប់ថាចង់ជួយនេះជួយនោះគ្រប់រឿងហើយខ្ញុំរំភើបមែនតើខ្ញុំរំភើបហ្នឹងគឺដោយសារអីខ្ញុំជឿអំពីបេះដូងមនុស្សយើងក្នុងការជួយគ្នាអញ្ចឹងដល់ពេលក្នុងគ្រាក្រយើងជួយគ្នាបានន័យថាខ្ញុំនៅតែមានទំនុកចិត្តនៅលើសមានចិត្តរបស់មនុស្សយើងមនុស្សខ្មែរជាពិសេសជនជាតិខ្មែរយើងដែលបងប្អូនចិត្តតែនាំគ្នាលៀបពណ៌ថាយើងបែកខ្ញាយហែកហួរតែរឿងនយោបាយឯងបងប្អូនថានយោបាយហ្នឹងដោយសារនយោបាយក្រិចនៅស្រុកខ្មែរហ្នឹងឯងបើស្រុកខ្មែរធ្វើឲ្យថ្លាបន្តិចខ្មែរយើងនៅគ្រប់ទិសទីនឹងរឹងប៉ឹងខ្លាំងមែនតើធ្វើការជាមួយគ្នាអត់មានបញ្ហាទេគាត់មកគាត់ប្រាប់ខ្ញុំថាគាត់រកវិធី
បញ្ចូលលុយទូរស័ព្ទឲ្យទេរីទូរស័ព្ទចេញពីពន្ធនាគារបានទៀតយើងមើលថាមនុស្សគ្រប់គ្នាសុទ្ធតែរកវិធីគ្រប់គ្នាដែលអាចជួយបានណាអានេះហើយដែលខ្ញុំរំភើបឲ្យខ្ញុំចង់ជម្រាបប្រាប់ក្រុមគ្រួសារដែរថាបងប្អូនក្រុមគ្រួសាររបស់ទេរីហ្នឹងគឺមិនឯកោទេ